បាទចឹងជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាននៅក្នុងវីដេអូនេះខ្ញុំសូមធ្វើវីដេអូបង្ហាញអំពីវិធីសាស្ត្រស្នើឲ្យសិស្សគាត់បានប្រឡងម្ដងទៀតបាទជាលើកទី2អញ្ចឹងលោកគ្រូអ្នកគ្រូបានដឹងហើយថាក្នុងឈុំមាសនេះចាប់ពីឈុំមាសទី2ហ្នឹងទៅខែសីហាហ្នឹងគឺការប្រឡងរបស់សិស្សបានតែម្ដងនៅពីមុនគឺ3ដងអញ្ចឹងតែយើងប្រឡងម្ដងហើយគឺអស់សិទ្ធិប្រឡងហើយអញ្ចឹងដោយរូបភាពដែលលោកគ្រូអ្នកគ្រូបានឃើញនេះអញ្ចឹងសិស្សរបស់ខ្ញុំគាត់ប្រឡងគ្រប់ទាំងអស់គ្រប់មុខអញ្ចឹងប៉ុន្តែមូលហេតុដែលស្នើគឺដោយសារតែគាត់ប្រឡងរយៈពេលខ្លីពេកបាទគឺ1នាទីហើយគាត់ចុចយកតែម្ដងអញ្ចឹង1នាទីលើមុខវិជ្ជាគណិតអញ្ចឹងធ្វើឲ្យការប្រឡងរបស់គាត់គឺមិនបានលទ្ធផលល្អទេអញ្ចឹងគាត់គ្រាន់តែចុចយកគាត់មិនបានគិតបាទនេះជាមូលហេតុដែលខ្ញុំស្នើប្រឡងអញ្ចឹងខ្ញុំគិតថាមូលហេតុនេះជាមូលហេតុសមរម្យមួយដែលអាចស្នើបានបាទព្រោះ1នាទីយើងគិតមើលគាត់មិនបានចុចអីទេតោះឥឡូវចឹងដើម្បីស្នើបានលោកគ្រូអ្នកគ្រូចូលមកក្នុង PLP របស់យើងបាទថ្នាលបឋម PLP ហើយលោកគ្រូចុចលើពាក្យថាអនុវិស័យអប់រំបឋមសិក្សាបន្តមកទៀតលោកគ្រូចុចលើពាក្យថាសិស្សបាទហើយលោកគ្រូអ្នកគ្រូចុចពាក្យថាថ្នាលបឋមដើម្បីធ្វើការ login ចូលណាអញ្ចឹងនៅត្រង់កន្លែងបញ្ចូលឈ្មោះអ្នកប្រើប្រាស់នេះសូមបញ្ចូលគណនី PLP របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយចុចពាក្យថាចូលមកបាទដាក់លេខ password ហ្នឹងបាទអញ្ចឹងនៅត្រង់កន្លែងនេះសូមបញ្ជាក់គឺយើងចូលប្រើគណនីរបស់គ្រូមករៀនបន្ទប់ថ្នាក់ដើម្បីចូលទៅស្នើសុំឲ្យសិស្សណាមួយបានយើងប្រើគណនីរបស់គ្រូបន្ទប់ថ្នាក់បាទអញ្ចឹងឥឡូវយើងចុចចូលមកហើយគ្រូអ្នកគ្រូចុចត្រង់ពាក្យថាតេស្តបាទកន្លែងតេស្តបន្តមកទៀតយើងចុចត្រង់កន្លែងពាក្យថាឈរមាសបាទប្រឡងឈរមាសបាទបន្តមកទៀតចូលមកដល់តម្រងរបៀបនេះបាទអញ្ចឹងតម្រងនេះគឺនៅក្នុងគណនីរបស់គ្រូណាអញ្ចឹងយើងមើលទៅមុខវិជ្ជាណាមួយដែលយើងចង់ស្នើឲ្យកូនសិស្សប្រឡងមានខ្មែរគណិតសិក្សាសង្គមហើយនឹងសំទោស3មុខនឹងខ្មែរគណិតសិក្សាសង្គមអញ្ចឹងបើយើងចង់ប្រឡងមុខវិជ្ជាគណិតយើងចុចត្រង់គណិតនឹងមកបាទនេះចុចខាងចុងកន្លែងរូបទង់ជាតិហ្នឹងបាទនិយាយថាឲ្យសិស្សស្នើសិស្សប្រឡងឡើងវិញអញ្ចឹងយើងចុចរូបទង់ជាតិហើយវាចេញតម្រងរបៀបនេះអញ្ចឹងលោកគ្រូជ្រើសរើសមកកូនសិស្សលោកគ្រូមួយណាដែលលោកគ្រូចង់ស្នើឲ្យគាត់ប្រឡងម្ដងទៀតណាអញ្ចឹងខ្ញុំរកកូនសិស្សរបស់ខ្ញុំដែលខ្ញុំស្នើឡើយខ្ញុំរកឃើញហើយគាត់ឈ្មោះនេះអញ្ចឹងយើងគ្រាន់តែចុចលើឈ្មោះសិស្សនឹងមកណាហើយយើងមើលទី1គេដាក់ថាសិស្សណាហើយទី2គឺសួរថាហេតុអ្វីអញ្ចឹងបើលោកគ្រូអ្នកគ្រូជ្រើសរើសមូលហេតុដែលមានស្រាប់នេះគឺគេមិនតម្រូវឲ្យយើងសរសេរបន្ថែមទេប៉ុន្តែបើយើងជ្រើសរើសយកមូលហេតុផ្សេងសូមសរសេរបញ្ជាក់ផងអញ្ចឹងបើយើងជ្រើសរើសថាមកបញ្ហាប្រព័ន្ធគឺគេអត់ឲ្យសរសេរថែមទេតែបើយើងជ្រើសរើសថាមូលហេតុផ្សេងក្រៅពីមូលហេតុដែលគេដាក់មកស្រាប់សូមយើងសរសេរមូលហេតុហ្នឹងប្រាប់ឲ្យដឹងផងអញ្ចឹងខ្ញុំប្រាប់ថាសិស្សហ្នឹងគាត់មិនបានគិតឲ្យបានវែងឆ្ងាយតាក់ទងទៅនឹងការប្រឡងគាត់តែឃើញចុចយកធ្វើម៉េចឲ្យតែបានចប់មក30សំណួរឬក៏50សំណួរគាត់ប្រើពេលតែ1នាទីអញ្ចឹងមិនថាគាត់មិនបានគិតទេធ្វើម៉េចចុចឲ្យតែបញ្ញាប់ចប់បាទយើងដឹងថាសិស្សការចាប់អារម្មណ៍របស់គាត់គឺតិចណាស់យើងបានបញ្យល់ប្រាប់គាត់ឲ្យច្បាស់ហើយថាអានសិនមុននឹងគាត់ចុចប៉ុន្តែដោយសារតែគាត់ដូចថាចាប់អារម្មណ៍ថាមួយផ្លេតគាត់ភ្លេចទៀតអញ្ចឹងនៅកន្លែងនេះគេប្រាប់ថាសិស្សស្នើគឺប្រឡងបានភ្លាមបាទអញ្ចឹងយើងចុចថាស្នើប្រឡងម្ដងទៀតបាទរួចរាល់ហើយអញ្ចឹងគឺនៅពេលដែលយើងស្នើបានរួចរាល់ហើយយើងអាចបើកចូលមកមើលគណនីសិស្សម្ដងអញ្ចឹងលោកគ្រូអាច log out account របស់លោកគ្រូចេញវិញហើយយើងចូលកន្លែងកូនសិស្សដូចគ្នារបៀបចូលដូចគ្នាគាត់ថាចូលមកដល់ហើយមួយប្រើគណនីសិស្សមួយប្រើគណនីគ្រូឥឡូវពេលយើងស្នើបានហើយអញ្ចឹងសិស្សគាត់ត្រូវធ្វើការប្រឡងម្ដងទៀតអញ្ចឹងយើងចូលមកគណនីប្រើប្រាស់គណនីរបស់សិស្សឥឡូវខ្ញុំចូលបានជោគជ័យហើយនេះឈ្មោះរបស់គាត់យើងផ្ទេរឈ្មោះផងក្រែងលូតខុសអញ្ចឹងយើងចុចពាក្យតេស្តហើយយើងយកពាក្យប្រឡងចូលមាសបាទអញ្ចឹង3មុខដែលគាត់បានប្រឡងនេះឥឡូវខ្ញុំបានស្នើគណិតវិទ្យាឥឡូវគាត់អាចមានសិទ្ធិប្រឡងឡើងវិញម្ដងទៀតហើយតើតើមុខវិជ្ជាគណិតវិទ្យាដែលមានរយៈពេល1ម៉ោងអញ្ចឹងមកគាត់ចុចមកគឺរយៈពេល1ម៉ោងទៅគ្រូឃើញរយៈពេល1ម៉ោងហើយគាត់ចុចតែ1នាទីហើយ30សំណួរហើយគាត់មិនបានគិតលេខឲ្យបានច្បាស់លាស់ណាមិនបានទាញกระดาษមកគិតអញ្ចឹងទេការចុចរបស់គាត់ហ្នឹងគឺគាត់ចុចធ្វើម៉េចគេញ៉ាប់ឲ្យតែចប់បាទហើយវិធីស្នើនេះគឺគ្រូអាចអនុវត្តបានបាទអញ្ចឹងគ្រូអាចធ្វើការស្នើសាកមើលទៅបើសិនជាហេតុផលសមរម្យហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាទាំងអស់គ្នាបាទ